ឡូសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកទៀតហើយពាក់ព័ន្ធនឹងកសិកម្មហើយនឹងនេសាទបាទហើយថ្ងៃនេះដែរគឺយើងមកច្រូតស្រូវបាទក្រោយគេខាងនេះគេច្រូតហើយអស់ហើយជុំវិញនៅតែយើងទេអានេះដីបោះឪខ្ញុំច្រូតអានេះ3ហាត់កន្លះបាទតាំងពីព្រឹកមកចង់ហើយនៅមួយហាត់ជាងតែ2ហាត់ចុះហើយទេបាទម៉ាស៊ីនពងច្រូតបងប្អូនហ្នឹងហើយអ្នកនរគ្នាអាសាទី1មិនទាន់បានច្រូតស្រួលផងអានេះពងច្រូតអាសាទី1បាទហើយឥឡូវយើងរៀបចំទៅធ្វើអាសាទី2ទៀតហើយស្រែខ្ញុំទៀតដែរអាថ្នាក់ក្រោមនេះអាពងច្រូតនេះអត់ធ្វើទេដោយសារយើងវាគៀកខែមែនតេនហើយអញ្ចឹងទៅអត់ធ្វើទេដីថ្នាក់ក្រោមយើងធ្វើតែដីថ្នាក់លើទេបាទឥឡូវខ្ញុំចេញដំណើរទៅ5ពូជក៏ដូចជាវ័យដីហើយបាទធ្វើថ្នាក់លើនឹងអ្នកទាំងអស់គ្នាបាទកំពុងម៉ាស៊ីនច្រូតកំពុងតែច្រូតហើយក្រោយគេហើយអ្នកទាំងអស់គ្នាហើយអាថ្នាក់លើនោះឃើញខ្មៅនោះយើងកំពុងតែវ័យព្រោះហើយនេះកំពុងតែច្រូតបាទថ្នាក់ក្រោមយើងធ្វើក្រោយគេច្រូតក្រោយគេអ្នកធ្វើមុនគេច្រូតអស់ហើយនៅតែស្រែខ្ញុំទេម្នាក់ឯងបាទជុំវិញនោះគេច្រូតហើយឥឡូវគេព្រោះសារទី2ទៀតហើយនៅតែយើងទៅបានច្រូតបាទហើយស្រូវឡើងខ្ញោហើយអានេះយើងច្រូតមុនថ្ងៃណាតាមពិតទៅគេត្រូវឲ្យច្រូតថ្ងៃ23ហើយឥឡូវយើងទៅបាន21យើងសុំច្រូតដោយសារតែមេឃវារៀងអ៊ូអាប់អត់ទុកចិត្តមេឃស្រូវនេះតែភ្លៀងព្យុះមកតែមួយមេមកគឺរៀបដល់ដីហើយបាទអញ្ចឹងទៅសុំគេច្រូតមុនថ្ងៃធ្វើមិនក៏ដោយឲ្យគ្រាប់ស្រូវចូលទៅក្នុងបាក់ស្បោងឲ្យហើយទោះបីជាភ្លៀងឬមួយយ៉ាងណាអីយើងវាអាចទប់ទល់បានបើសិនជានៅទាំងដើមចេះតែភ្លៀងមកដួលគឺយ៉ាប់ហើយអ្នកធ្វើស្រែមិនដឹងហេឡូអ្នកទាំងអស់គ្នាអាស្រ័យខ្ញុំមហាតានឹងឥឡូវច្រូតហើយបាទហើយប្រហែលជាខាតហើយមហាតានេះរាប់ទ្រោះមិញបានតែ40បាវទេបាទខាតហើយស្រែនេះបាទអត់ដែលចេះចំណេញយ៉ាងម៉េចអាសាទី2ក៏ខាតសាទី1នេះក៏ខាតដែរបាទយន្តច្រូតហើយឥឡូវក៏យន្តកំពុងតែដឹកមកហើយបាទចាំមើលឡើងមកដល់លើភ្លឺបន្លាយថាតើស្រូវរបស់យើងបានប្រមាណបាវបាទចាំមើលអ៊ុតទាំងអស់គ្នាចប់ហើយមហាតានេះនឹងហើយអ្នកទាំងអស់គ្នាមុននឹងខ្ញុំរាប់ឃើញថាស្រូវរបស់ខ្ញុំនឹងបាន40បាវប៉ុន្តែជាក់ស្ដែងទៅអ្នកទាំងអស់គ្នាបន្ទាប់ពីគោយន្តធ្វើការដឹកហើយរួចរាល់អស់ខ្ញុំរាប់ជាក់ស្ដែងទៅបានតែ38បាវទេអ្នកទាំងអស់គ្នាអើយមិនទាន់តែពីយើងរាប់បេស្រូវទៅឃើញថាស្រូវរបស់យើងបានតែ38បាវហើយផ្ទៃដីមួយហាត់តាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាសេតខ្លាំងមែនទែនបាទធ្វើស្រែដោយសារតែយើងខិតខំធ្វើដែរអ្នកទាំងអស់គ្នាដូចតែអ្នកទាំងអស់គ្នាបានទស្សនានៅវីដេអូរបស់ខ្ញុំពាក់ព័ន្ធនឹងការធ្វើកសិកម្មនេះដឹងហើយថាស្រែមហាតានេះគឺខ្ញុំព្យាយាមធ្វើវាខ្លាំងមែនទែនពាក់ព័ន្ធនឹងខ្យងគឺយើងដើររើក៏ដូចជាធ្វើឧបករណ៍ក្នុងការដើររុញជាច្រើនប៉ុន្តែនៅតែមិនបានផលល្អអ្នកនរគ្នាស្រែមហាត់នេះគឺនិយាយរួមទៅគឺខ្ញុំព្យាយាមធ្វើឲ្យបានល្អខ្លាំងមែនទែនប៉ុន្តែទិន្នផលដែលយើងទទួលបានគឺអត់បានល្អទេដោយសារតែទី1ស្រូវរបស់យើងនឹងគឺធ្វើក្រោយគេបន្ទាប់ពេលដែលគេច្រូតហើយអស់គឺអាសត្វមមាញចង្រៃហ្នឹងវាហើមកទៅរោមទៅស្រូវរបស់យើងទេអញ្ចឹង